Và số đấy số sao sợ đó cái nàyថ្ងៃហ្នឹងដែរខ្ញុំនឹងមកបង្ហាញពីការរកសមីការប្លង់ដោយប្រសពរវាងបន្ទាត់2ដូចនឹងដែរយើងមើលបន្ទាត់យើងជាបន្ទាត់ឆ្លោះមែនទេជាបន្ទាត់ឆ្លោះហើយយើងស្គាល់តម្រង់របស់សមីការប្លង់របស់យើងសមីការប្លង់របស់យើងមានតម្រង់ដល់ឥឡូវខ្ញុំតាំងហើយនេះតាំងពេជាសមីការប្លង់ចុះសមីការប្លង់ពេយើងវាមានតម្រង់ a គឺថា x ដល់ x0 បូក b គឺតា y ដល់ y0 បូកឲ្យ b សំទោសបូកឲ្យ c គឺតា z ដល់ z0 ស្មើ0អញ្ចឹងតួ AB របស់យើងមើលតួ AB របស់យើងវាជា vector normal vector normal n b របស់យើងវាស្មើនឹង a b c ប៉ុន្តែក្នុងលំហាត់នេះគេអត់បានបង្ហាញa និង b ដែលជា vector normal របស់ប្លង់ទេប៉ុន្តែគេប្រាប់បន្ទាត់2ដែលជាបន្ទាត់ប្រសពគ្នាអញ្ចឹង vector normal របស់យើងវាស្មើទៅនឹង vector normal n b វាស្មើ vector អុយនៃបន្ទាត់ទី1ខ្វែងជាមួយនឹងអុយនៃ vector នៃបន្ទាត់ទី2ជាស្រ័យហើយសមីការបន្ទាត់របស់យើងវាមានតម្រង់x ដល់ x0 នៅលើ a ស្មើ y ដល់ y0 នៅលើ b ស្មើ z ដល់ z0 នៅលើ c ហើយនេះដែរជាតម្រង់របស់សមីការបន្ទាត់ឆ្លោះរបស់យើងអញ្ចឹងសមីការ vector អុយនៅបន្ទាត់ទី1អញ្ចឹងនាំឲ្យ AB របស់ A ទី1ហ្នឹងវាស្មើទៅនឹង3 4 5ចា៎3 4 5វាដើរតួជា AB នេះ AB របស់សមីការបន្ទាត់ឆ្លោះរបស់យើងអញ្ចឹងហើយបន្ទាត់ទី2ដូចគ្នាដែរគឺ2 5 3អញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងយកអា vector ទាំងពីរហ្នឹងយកមកខ្វែងគ្នាមានន័យថាម៉េចយើងមិនមានរូបមន្តខ្វែងរបស់យើង e ស៊ីកាអុយអងបោបន្ទាត់ទី1អញ្ចឹង3 4 5បន្ទាត់ទី2អុយដឺ2 5 3 ចឹងក្បួនខ្វែងរបស់គេយើងដល់ថ្នាក់រៀបពេលខ្ញុំប្រកាសជាដឹងហើយមែនណាអាប្រធានគុណខ្វែងហ្នឹងតើខ្ញុំដាក់គុណយកតែម្ដងទៅយើងបិទ1យើងគុណខ្វែង4គុណនឹង3ដល់5គុណនឹង5 e ដល់ឲ្យបិទតួទី2 3គុណនឹង3ដល់5គុណនឹង2 c បូកឲ្យ3គុណនឹង5ដល់2គុណនឹង4កាឥឡូវយើងធ្វើការកណនាយកមក12ដល់10 e ដល់10 e ជាស្រ័យលើនេះយើងគុណបន្តទៀតមកដល់9ដល់10ត្រូវនេះ4គុណ3អូសំទោស25 c បូកឲ្យ15ដល់8កាអញ្ចឹង25ដល់12សមហ្នឹង25ដល់12វាសល់ដល់13 e ដល់បានបូក
Z 15 ដល់ 8 សល់បានសមបានគ្នាយើង7ការយ៉ាចឹងដែរឥឡូវនេះយើងបាន vector normal នៃ P ចឹង vector normal នៃ P យើងស្គាល់ហើយគឺដក13 1និង7ហើយយើងឆ្ងល់ថាចោះចំណុចកាត់របស់វាចំណុចកាត់ x y នេះសុំទោស x0 y0 និង z0 នេះបានមកពីណាគឺយើងបានមកពីនេះយើងអានេះมันជាចំណុច x0 សុំទោស x0 y0 និង z0 មែនទេអញ្ចឹងចំពោះសមីការពីរដែលប្រសពគ្នាអាចចំណុចកាត់វាហ្នឹងវាតែមួយទេអញ្ចឹងយើងចង់យកអាណាមកគិតក៏បានដែរអញ្ចឹងដល់មកចំណុចកាត់របស់វាតាំងដែល a ចុះតាំងដែល a x0 y0 z0 អញ្ចឹងវាស្មើនេះបាន1 3ដល់ 2ហើយអញ្ចឹងបន្ទាប់ពីហ្នឹងហើយយើងបានអីទៀតបន្ទាប់ពីហ្នឹងហើយយើងធ្វើការជំនួសចូលសមីការប្លង់របស់យើងមកសមីការប្លង់ពេយើងហ្នឹងបានដក13 x ដកបាន11យ៉ាដក1នឹងបូក1តា y ដកបាន13បូក7តា z ដកបាក់ដកបានបូក2ស្មើ0ហើយគុណប្រៀបទៀតមកយើងគុណប្រៀបមកដក 13x បូក13បូក y ដក3បូក 7z បូក14ស្មើ0 2ដក 13x បូក y បូក 7z អានេះមែន27ដល់3សល់24ស្មើ0នេះជាសមីការប្លង់របស់យើងរវាងកាត់រវាងបន្ទាត់ពីរដែលប្រសពគ្នានេះយើងបានប៉ុណ្ណេះឯង